ម្ហូបដែលខ្ញុំចំអិនពេលល្ងាចភាគច្រើនគឺសុទ្ធតែម្ហូបដែលងាយស្រួលធ្វើឆាប់បានញ៉ាំហើយអ្វីដែលសំខាន់អត់សូវមានសាច់ច្រើនទេភាគច្រើនគឺបន្លែច្រើនជាងសាច់អាចដាក់បន្តិចអត់ចង់ដាក់ប្រមាណទេប៉ុន្តែខ្លាចវាអត់មានជាតិអញ្ចឹងក៏ដាក់វាបន្តិចទៅហើយមុននឹងដាក់សាច់ចូលហ្នឹងលីងខ្ទឹមឲ្យវារាងពណ៌ក្រហមបន្តិចសិនដើម្បីឲ្យវាឈ្ងុយកាត់ក្លិនឆ្អាបឃើញថាខ្ទឹមរាងក្រហមព្រឿងហើយក៏ដាក់សាច់ចូលទៅហើយចំពោះសាច់នឹងវិញគឺខ្ញុំលីងរហូតទៅដល់ឆ្អិនបានប្រហែលជា90ទៅ95%អីហ៎សំខាន់ឲ្យវាកាត់ឆ្អាបផងឲ្យវាបាត់ក្លិនសាច់នឹងផងនៅពេលដែលយើងដាក់សាច់លីងឲ្យរាងឆ្អិនអញ្ចឹងយើងកុំដាក់ភ្លើងខ្លាំងពេកវាអាចបណ្ដាយសាច់ហ្នឹងខ្លោចហើយអត់ឆ្អិនហើយអត់បាត់ក្លិនទៀតហើយយើងកុំដើរចោលវាយើងនៅលីងវាចុះឡើងអញ្ចឹងរហូតតតែឃើញថាសាច់ហ្នឹងបានរាងឆ្អិនប្រហែលខ្ទង់90ទៅ95%បន្ទាប់មកគឺយើងទៅយកគ្រឿងក្រៅរបស់យើងគ្រឿងទេសហ្នឹងមានអំបិលស្ករប៊ីចេងជាមួយនឹងទឹកត្រីអីហ្នឹងយកមកអស់មកប៉ុន្តែមុនពេលនឹងដាក់គ្រឿងហ្នឹងដោយសារតែខ្ទះខ្ញុំវារៀងស្ងួតអស់ជាតិទឹកខ្លាំងខ្ញុំក៏បានដាក់ទឹកចូលបន្តិចទៅកុំឲ្យខ្លោចខ្ទះនៅពេលដែលយើងចាក់ទឹកជាចូលហើយហ្នឹងយើងកុំតន់អាចដាក់គ្រឿងរហូតតទៅពេលទឹកហ្នឹងវារៀងពុះទើបយើងដាក់គ្រឿងទៅវាអត់មានធុំក្លិនគ្រឿងហើយអត់មានឆ្អាបហើយចំពោះការដាក់គ្រឿងហ្នឹងដាក់តាមចូលចិត្តយើងចូលចិត្តប្រៃដាក់ប្រៃដល់ចិត្តផ្អែមដាក់ផ្អែមប៉ុន្តែអត់ recommend ដាក់ប្រេងខ្យងទេពេលដាក់ប្រេងខ្យងទៅធ្វើឲ្យម្ហូបរបស់យើងនឹងរៀងតលន់ហើយវាធំក្លិនអត់ឆ្ងាញ់យើងប្រើតែជាមួយនឹងម្សៅស៊ុបហ្នឹងឆ្ងាញ់ហោះហ្មងឆាអានងនេះបើសិនជាមានពងទាដាក់ឬក៏មានកពឹសដាក់ឆ្ងាញ់អស់ចាប៉ុន្តែផ្ទះខ្ញុំញ៉ាំពងទាពេលល្ងាចអត់បានទេវាលើសកូលេស្តេរ៉ុលនៅក្នុងឈាមហ្នឹងច្រើនពេកបន្ទាប់ពីចាក់បន្លែដំណងចូលហើយយើងក៏កូរវាឲ្យសព្វទៅដោយសារតែគ្រឿងទេសហ្នឹងយើងបានដាក់នៅពេលដែលឆាសាច់ឆ្អិនហើយអញ្ចឹងបន្លែយើងដាក់ចូលហ្នឹងគឺយើងកូរឲ្យសព្វធ្វើម៉េចឲ្យវាមានជាតិបន្ទាប់ពីបន្លែឆ្អិនបាន95%យើងដាក់មីសួរចូលហើយនេះគឺជារូបមន្តដែលធ្វើឲ្យម្ហូបរបស់យើងឆ្ងាញ់ដែរមានន័យថាឆាដំណងបើអត់ដាក់មីសួរចូលទេគឺវារៀងថយរសជាតិឆ្ងាញ់ធ្វើមីសួរហ្នឹងយើងត្រូវដាក់មកកញ្ចប់ក៏បាន2កញ្ចប់ក៏បានដែរឆ្ងាញ់ផ្ទះខ្ញុំឲ្យតែឆានងគឺដាក់មីសួរហើយពីអ្នកម៉ែកូនខ្ញុំគឺដដើមគ្នាញ៉ាំតែម្ដងចំពោះមុខម្ហូបមួយមុខហ្នឹងមីសួរយើងឆាប់ឆ្អិនណាស់អញ្ចឹងយើងដាក់ចូលទៅក្នុងស្លរបស់យើងហ្នឹងធ្វើមិនឲ្យតែមកពុះទៅបានហើយបើសិនជាវារៀងសាបយើងរោយម្សៅស៊ុបទៅលើមីសួរហ្នឹងបន្តិចដើម្បីឲ្យវាមានជាតិហើយមុនពេលបលត់ភ្លើងហ្នឹងយើងកូរវាឲ្យបានសព្វបន្តិចទៅភ្លក់មើលល្មមចាំបិទភ្លើងអូផ្លេចនៅគ្រឿងទេសមួយទៀតដែលអាចអត់បានគឺស្លឹកខ្ទឹមយើងហាន់រោយពីលើហើយចាំបិទភ្លើងហើយនេះម្ហូបរបស់យើងបានពុះខូចអីយើងទៅដើររចានគឡុំក៏បានចានទៀបក៏បានយកមកដាក់ម្ហូបហ្នឹងហើយមុនពេលដើរចោលចក្រានហ្នឹងកុំភ្លេចបិទភ្លើងវាសិនខ្លាចគីឡូវារីងទឹកអស់ទៅធ្វើឲ្យវាគោកពេកបណ្ដាលឲ្យអត់ឆ្ងាញ់ហើយក៏អត់មានសម្រស់ស្រស់ស្អាតដែរហើយបើសិនជាឃើញថាវារៀងគោកយើងដាក់ទឹកមកតិចទៅដើម្បីកុំឲ្យវាហ្នឹងគោកខ្លាំងពេកប៉ុន្តែក៏កុំចាក់ច្រើនពេកខ្លាចវាបាត់បង់រសជាតិអស់ហើយនេះខ្ញុំបានដួសវាដាក់ចានហើយមើលចង់រហែងទឹកអស់ផងតោះញ៉ាំ